ជំរាបសួរខ្ញុំឈ្មោះហុយសក្កណាជាអាណាព្យាបាលរបស់សិស្សឈ្មោះញ៉ៅសុកជូលីណាដោយសារគាត់អាយុត្រឹមតែ4ឆ្នាំកន្លះហើយខ្ញុំក៏សម្រេចចិត្តយកគាត់នឹងមកដាក់នៅសាលាភាសាអង់គ្លេសគាត់ខ្ញុំគិតថាដំបូងឡើយគាត់រៀងពិបាកឯងខ្លាចគាត់យំគាត់អីចឹងដោយសារសាលាថ្មីហើយគាត់ចាប់យកភាសាបានប៉ុន្តែអ្វីដែលខ្ញុំភ្ញាក់ផ្អើលគឺបន្ទាប់ពី2អាទិត្យក្រោយមកខ្ញុំឃើញការគាត់រៀងអភិវឌ្ឍខ្លួនលឿនគាត់តែចេះតែសេឈ្មោះខ្លួនឯងជាភាសាអង់គ្លេសត្រូវហើយគាត់ពាក្យសម្ដីគាត់និយាយចេញមកចេះពាក្យ thank you ពាក្យ good job ទាំងកាយវិការទាំងអីគឺទទួលយកបានច្រើននិយាយទៅទទួលស្គាល់ថារៀងការរីកចម្រើនគាត់រៀងខ្ពស់អញ្ចឹងគាត់ដឹងហើយគាត់ចេះមានមិត្តភ័ក្តិមានអីគាត់អត់ខ្លាចគាត់មានភាពក្លាហានអីចឹងអ្វីដែល teacher បរៀនគាត់ពីថ្នាក់ទៅដល់ផ្ទះគាត់ចេះតែ sharing មកពួកខ្ញុំជាប៉ាម៉ាក់ហ្នឹងនៅអ្វីដែលគាត់បានរៀននិយាយទៅឃើញគាត់រីកចម្រើនរៀងរីកចម្រើនច្រើនហើយអសល់ក៏គាត់ឆាប់ចាប់បានចឹងណាខ្ញុំគិតថាល្អសម្រាប់ខ្ញុំក្នុងការឆោមទី1ហ្នឹងខ្ញុំអាចទទួលយកបានហើយឃើញការអភិវឌ្ឍគាត់រៀងច្រើនសូម្បីតែគ្រូប្រចាំថ្នាក់គាត់ក៏តើថាគាត់រៀងឆាប់ចាប់បានដំបូងឡើយគាត់អត់ទាន់ស្គាល់អក្សរស្គាល់អីចឹងប៉ុន្តែគាត់អាចចាប់បានលឿនតាមរយៈការបរៀនរបស់គាត់ចឹងណាវិធីសាស្ត្របរៀនរបស់លោកគ្រូហ្នឹងល្អខ្ញុំមានអារម្មណ៍ថាម្យ៉ាងតាក់ទាញម្យ៉ាងដែលថាទី1ពណ៌វារៀងឆាតឆាយយ៉ាងទៅវារៀងតាក់ភ្នែកដែរទី2ឃើញមានសួនច្បារមានកន្លែងក្មេងលេងហើយមានវិធីសាស្ត្រក្នុងការពេលដែលស្ដាប់លោកគ្រូនិយាយទៅគឺគាត់មានវិធីសាស្ត្រក្នុងការបរៀនកូនក្មេងទាល់តែយើងលាយឡំជាមួយនឹងល្បែងក្នុងការបង្រៀនមានន័យថាគាត់មានវិធីក្នុងការបរៀនគាត់ដើម្បីឲ្យក្មេងហ្នឹងហ៊ានធ្វើមិនឆាប់ចាប់បានហើយលេងសប្បាយទៀតកុំឲ្យមានអារម្មណ៍ថាខ្លាចឬក៏ចង់យំនៅក្នុងសាលាអីចឹងដឹកចង់ទៅផ្ទះអីចឹងណាគឺគាត់សប្បាយរហូតក្នុងរយៈពេលគាត់រៀនហ្នឹង3-4ម៉ោងហ្នឹងចឹងណាឈ្មោះវ៉ាន់ស៊ីវុទ្ធាកូនឈ្មោះបងទី1សិដ្ឋារតនៈកូនទី2ឈ្មោះសិដ្ឋារុលមនីរីកចម្រើនដូចជាការគោរពចាស់ទុំចេះគោរពអ្នកគ្រូលោកគ្រូហើយការនិយាយស្ដីគាត់គួរឲ្យចាប់អារម្មណ៍សំខាន់គឺគាត់ចេះគោរពចាស់ទុំអ្នកគ្រូលោកគ្រូហើយពូមីងអ៊ំនៅផ្ទះតចរិតគាត់លក្ខណៈធម្មតាទូទៅគាត់ពីមុនគាត់ចលើមើលចលើក្មេងប៉ុន្តែឥឡូវគាត់ចេះគោរពចាស់ទុំហើយវាអត់មានបញ្ហាអីទេអូនណាមានការរីកចម្រើនការសរសេរការអាននិងសូត្រមេសូត្រចាខ្ញុំសម្រាប់សួរខ្ញុំឈ្មោះអ៊ឹមសឹករឿនជាអាណាព្យាបាលរបស់សីហាគុណសីហានិយាយទៅសីហាការរីកចម្រើនមានច្រើនបងការរៀនរបស់គាត់គឺចំណុចមានល្អច្រើនណាលោកគ្រូដូចរបៀបថាភាសាខ្មែរអង់គ្លេសឬមួយក៏គណិតចឹងមានល្អច្រើនអ្នកគ្រូយកចិត្តទុកដាក់ច្រើនលោកគ្រូការដូចរបៀបថាវាការកេងថ្ងៃឬមួយក៏រៀនអីគឺភាគច្រើនល្អច្រើនសម្រាប់ខ្ញុំធម្មតាការអនុវត្តផ្ទាល់ហើយនឹងទ្រឹស្ដីគឺអនុវត្តផ្ទាល់គឺល្អជាងបើមិនជាយើងរៀនតាមសភៅដែលអត់មានការនិយាយស្ដីជាភាសាតុងឬក៏គ្រូជាជនជាតិបរទេសអីក៏ចាប់យកបានតែប៉ុន្តែបើមិនជាគាត់រៀនមួយជនជាតិបរទេសមានថាគាត់អាចឆាប់ចាប់យកដំបូងឡើយគាត់អត់ចេះភាសាហ្នឹងពាក្យហ្នឹងប៉ុន្តែយូរទៅគាត់នឹងអាចចេះពាក្យនៅអ្វីដែលលោកគ្រូអង់គ្លេសគាត់ហ្នឹងនិយាយវាថាព្យាយាមនិយាយម្ដងហើយម្ដងទៀតគាត់ចាប់បានថ្ងៃណាមួយទាំងការបញ្ចេញសលេងទាំងអីចឹងណាហើយម្យ៉ាងទៀតគាត់ជាជនជាតិបរទេសស្រាប់គាត់ដឹងពីតាក់ទងនឹងភាសាច្បាស់លាស់ហើយគាត់ដឹងពី technique ក្នុងការបរៀនតាមរយៈ experience គាត់ក្នុងការបរៀនសិស្សដើម្បីឲ្យមិនធ្វើមិនឲ្យសិស្សឆាប់ចាប់បានហើយគាត់អាចដឹងថាសិស្សម្នាក់មានចំណុចខ្សោយកន្លែងណាចំណុចខ្លាំងកន្លែងណារបៀបថាកូនក្មេងអាចចេះតាមរយៈចម្រៀងឆាប់ចាប់បានតាមការច្រៀងតាមការមើលការតាសរសេរអីចឹងណាពេលចឹងគាត់អាចដឹងពីភាពខ្សោយរបស់សិស្សហ្នឹងហើយគាត់ចេះរកវិធីដើម្បីឲ្យសិស្សហ្នឹងគាត់ឆាប់អាកន្លែងចំណុចខ្សោយហ្នឹងឡើងទៅល្អវិញចឹងណាឃើញរៀងគាត់និយាយទៅគាត់ល្អគ្រូល្អ